អ្វីដែលគណៈបកសង្គ្រោះជាតិអនុវត្តទាំងក្នុងប្រទេសទាំងក្រៅប្រទេសគឺតាមព្រះរាជតម្រិះរបស់ប្រធានាធិបតីសម្ដេចព្រះនរោត្តមសីហនុការលោកទៅមានប្រជញ្ញតាំងពីសម័យសង្គមរាជនិយមការលោកជាព្រះបរមរាជគោលនយោបាយសង្គមរាជនិយមសម្ដេចព្រះនរោត្តមសីហនុគឺការបង្រួបបង្រួមជាតិឯកភាពជាតិមិនមែនឯកភាពតែមាត់ដោយពួកសព្វថ្ងៃគេធ្វើទេគឺខ្មែរទាំងអស់ជារាគ្នារួបរวมគ្នាការពារទឹកដីយើងការពារអាយុជីវិតជាតិយើងការពារជីវភាពរស់នៅដ៏រុងរឿងរបស់យើងការពារអនាគតកូនចៅខ្មែរទៅថ្ងៃមុខដូច្នេះយើងអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិសាស្ត្រជាតិឯកភាពជាតិនេះក្នុងប្រទេសក្រៅប្រទេសសម្ដេចព្រះបរមសីហនុគឺលោកស្វែងរកប្រទេសទាំងអស់ក្នុងពិភពលោកជិតឆ្ងាយឲ្យតែគោរពអធិបតេយ្យភាពជាតិឲ្យតែគោរពបូរណភាពទឹកដីប្រទេសកម្ពុជាឲ្យតែគោរពផលប្រយោជន៍ជាតិយើងមិនបំផ្លាញជាតិយើងដោយប្រទេសជិតខាងខ្លះគឺយើងចង់មានតំណែងល្អជាមួយគេមិនមែនតែចាំបាច់ប្រទេសណាទេគឺទាំងអស់ឲ្យតែគោរពខ្មែរតែដើម្បីឲ្យគេគោរពខ្មែរក៏ខ្មែរយើងចេះគោរពខ្លួនឯងផងមើលដូចអ្នកដឹកនាំបន្តប្រហែល30-40ឆ្នាំកន្លងមកធ្វើបាបខ្មែរសម្រាប់ខ្មែរលក់ជាតិខ្មែរមិនគោរពខ្មែរធ្វើបាបខ្មែរតើប្រទេសណាគោរពយើងបានអញ្ចឹងចាប់ផ្ដើមគឺយើងការពារផលប្រយោជន៍ជាតិយើងគោរពខ្មែរគ្នាក្នុងនេះយើងមើលថានៅក្នុងតំបន់នេះប្រទេសវៀតណាមយួនចេះតែមានទម្លាប់អាក្រក់ទៅលួចប្លន់ទឹកដីគេយួនបង្ខិតព្រំដែនលេបប្របាក់ទឹកដីយើងប៉ុន្តែយួនមិនមែនប៉ះតែខ្មែរយួនពីណាវាអត់មើលមុខមើលក្រោយវាអត់មើលមាត់វាទៅរំលោភទឹកដីគេទៅប៉ះដល់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងមានកោះប្រជុំកោះមួយចំនួនកោះចិនសោះតែយួនបន្លាប់វៀតទីណាមកបៀតបៀនឈ្លានពានប្រទេសកម្ពុជាយើងអកុសលយើងមានរដ្ឋាភិបាលមួយបម្រើយួនអត់ហ៊ានថាអីទេហើយស្រុកខ្មែរយើងខ្សោយជាងយួនប្រហែល90លាននាក់យើងក៏15លាននាក់ប៉ុន្តែដល់យួនទៅវៀតទីខាងសមុទ្រប៉ះចិនមិនមែនខ្សោយទេចិនមហាអំណាចធំយួនប៉ះចិនផ្ទះម្ដាយយួនខ្ទៀតណាចឹងហើយបានយើងឃើញថាយួនមិនមែនជាខ្លាំងណាស់ទេឲ្យតែប៉ះជាមួយមហាអំណាចធំជាងខ្លួនគឺខ្លួនមិនអាចលួចប្លន់ទឹកដីគេបានប្រទេសណាដែលមានការបារម្ភដែលប្រទេសណាដែលប្រឈមមុខជាមួយយួនឈ្លានពានយើងចាត់ទុកជាមិត្តយើងពីព្រោះកុំឲ្យយួនបានចិត្តណាបានទៅធ្វើបាបខ្មែរតែប៉ះចិនមិនអាចប៉ះចិនបានកុំជឿថាផលប្រយោជន៍ប្រទេសចិនគឺវាស្របទៅនឹងអធិបតេយ្យភាពប្រទេសជាតិយើងបើយួនលេបខ្មែរបានគឺយួនកាន់តែខ្លាំងយួនទៅរករឿងចិនកាន់តែខ្លាំងដូច្នេះដើម្បីចិនគេការពារផលប្រយោជន៍គេកុំឲ្យយួនមានកម្លាំងខ្លាំងពេកកុំឲ្យយួនទៅរករឿងគេគឺចិនត្រូវទៅការពារស្រុកខ្មែរកុំឲ្យយួនលេបស្រុកខ្មែរបាននឹងឲ្យផលប្រយោជន៍យើងបងប្អូនធ្វើម៉េចរកកម្លាំងដើម្បីជួយទប់កុំឲ្យយួនលេបស្រុកខ្មែរយើងបាន